នេះខ្ញុំឆាខ្លាញ់មាន់ហើយអានេះខ្លាញ់ពីសាច់មាន់ខ្ញុំដាក់នៅក្នុងឆ្នាំងហើយខ្ញុំឆាវាទៅមកហើយបន្ទាប់មកខ្ញុំយកខ្ទឹមនេះខ្ញុំច្រាំហើយខ្ញុំលេងខ្ទឹមអានេះខ្ញុំប្រើគ្រឿងថៃការី paste របស់ថៃខ្ញុំប្រើម៉ាក់នំហើយខ្ញុំដាក់ចូលវាឲ្យអស់មកកំប៉ុងហ្នឹងទៅតបមកឆាវាទៅមកគោកហើយនេះសាច់មាន់ណាខ្ញុំហាន់វាទូចអញ្ចឹងចំណិតទូចហ្នឹងហើយឆាទៅមកឲ្យសព្វចូលគ្នាទៅហើយនេះអំបិលខ្ញុំដាក់អំបិលមកស្លាបព្រាហើយស្ករដាក់មកស្លាបព្រាដែរទៅហើយប៊ីចេងខ្ញុំដាក់តាបន្តិចគេហើយនេះម្រេចដាក់បន្តិចដែរហើយដាក់ខ្ទិះដូងកំប៉ុងខ្ញុំចាក់វាទាំងអស់ទៅហើយបន្ទាប់មកខ្ញុំបន្ថែមទឹកពីក្រៅមកកំប៉ុងទៀតនេះទឹកពីក្រៅមកកំប៉ុងហ្នឹងខ្ញុំចាក់ចូលទៅហើយបន្ទាប់មកខ្ញុំកូរវាឲ្យសព្វបន្ទាប់ពីកូរហើយខ្ញុំបិទកម្របអានេះខ្ញុំមានបន្លែហ្នឹងខ្ញុំស្ងោរហើយខ្ញុំបិទកម្របទុកឲ្យវាពុះហើយបន្ទាប់ពីពុះហើយខ្ញុំចាក់បន្លែដែលខ្ញុំស្ងោរហើយហ្នឹងដូចមានការ៉ុតខ្ទឹមប្រាំងត្រឡងជ្វាហើយនឹងថប់វែងខ្ញុំស្ងោរវាឲ្យយ៉ាងឆ្អិនព្រោះឲ្យខ្ញុំរវល់ទៅថាហាន់សាច់ហាន់អីទៅខ្ញុំហាន់បន្លែហាន់អីហើយខ្ញុំដាក់ស្ងោរបន្លែនឹងឲ្យវាយ៉ាងឆ្អិនណាហើយដល់ពេលយើងយកមកដាក់នៅក្នុងស្លការីដែលខ្ញុំកំពុងតែធ្វើហ្នឹងខ្ញុំបាច់រងាស់វាយូរម៉ោងហើយខោវាឲ្យបិទឲ្យចិត្តទៅហើយបន្ទាប់មកពុះហើយខ្ញុំកូរវាខ្ញុំកូរទៅមកហើយខ្ញុំភ្លក់មើលថាតើវារសជាតិមិនដែរអញ្ចឹងណាហើយពេលខ្ញុំភ្លក់ទៅដូចជាសានអញ្ចឹងខ្ញុំដាក់អំបិលបន្តិចទៀតតទៅពីដាក់អំបិលហើយកូរចុះឡើងកូរវឹកកូរហើយខ្ញុំភ្លក់តិចទៀតថាឃើញថាវាឆ្ងាញ់ហើយអញ្ចឹងរួចរាល់ខ្ញុំដាក់ក្នុងចានខ្ញុំហើយខ្ញុំញ៉ាំស្លការីហ្នឹងជាមួយបាយហើយបិទភ្លើងទៅបងប្អូនឥឡូវដល់វាទៅដួសស្លការីនេះស្លការីខ្ញុំដួសហើយអញ្ចឹងមើលទៅតំណងបងប្អូននេះខ្ញុំបើកមកឆ្នាំងឲ្យមើលឡើងមើលទៅគួរឲ្យចង់ញ៉ាំហើយឆ្ងាញ់ណាហើយខ្ញុំភ្លក់មើលស្លការីហ្នឹងតើវាឆ្ងាញ់ឬក៏អត់អញ្ចឹងណាព្រោះធ្វើហើយនេះណែមើលទៅតំណងឆ្ងាញ់ខ្ញុំហៅវែកហើយលោកព្រាតឃើញញ៉ាំវែកជាមួយវែកហើយញ៉ាំទៅឆ្ងាញ់ខ្ញុំចូលចិត្តវាអត់ប្រៃខ្លាំងហើយក៏វាអត់ផ្អែមខ្លាំងដែរមកល្មមហើយនេះញ៉ាំម្ដងទៀតហើយញ៉ាំមួយនំប៉័ងឆ្ងាញ់ដូចយើងនៅស្រុកខ្មែរញ៉ាំស្លការីជាមួយនំប៉័ង